ប្រមាណ20លានម៉ែត្រគូបលាយឡំជាមួយនឹងភក់ល្បាប់និងដុំថ្មយក្សបានហក់ស្ទុះឡើងមកលើកំពូលភ្នំកម្ពស់ដល់ទៅ100ទៅ200ម៉ែត្រនេះមិនមែនជាទស្សនវិជ្ជានៅក្នុងភាពយន្តនោះទេប៉ុន្តែវាជាគ្រោះមហន្តរាយធម្មជាតិដ៏រន្ធត់មួយដែលបានវាយប្រហារតាមបណ្ដាជួរភ្នំហិមាល័យនៅក្នុងតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់និងតំបន់ទីបេនៃប្រទេសចិនកម្លាំងបំផ្លិចបំផ្លាញដ៏មហិមានេះត្រូវបានអ្នកជំនាញអន្តរជាតិប្រៀបប្រដូចទៅនឹងស៊ូណាមីធ្លាក់ពីលើមេឃដែលបានបោកបក់សង្គ្រោះយកជីវិតមនុស្សជិត200នាក់ត្រឹមតែមួយប្រពេចភ្នែកខណៈមនុស្សជិត1500នាក់ផ្សេងទៀតបានបាត់ខ្លួនយ៉ាងអណោចអធមហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងយ៉ាងគំហុកនៅតាមផ្លូវធ្វើដំណើរនិងផ្លូវធម្មយាត្រាដ៏ល្បីល្បាញដែលតភ្ជាប់ពីទីក្រុងសាឡានៃតំបន់ទីបេទៅកាន់រដ្ឋធានីកាត្មាណ្ឌូនៃប្រទេសនេប៉ាល់តំបន់នេះជាខ្សែទឹកដីមាសសម្រាប់ភ្ញៀវទេសចរនិងអ្នកធ្វើធម្មយាត្រាមកពីជុំវិញពិភពលោកដើម្បីទៅកាន់ភ្នំកៃឡាសម៉ាន់សារ៉ូវ៉ាផ្អែកទៅតាមការបញ្ជាក់ពីប្រភពព័ត៌មានអន្តរជាតិធំៗដូចជា Reuters និង Daily Mail ក្នុងចំណោមអ្នកបាត់ខ្លួនជិត1500នាក់មានជនបរទេសរហូតដល់700នាក់មកពីប្រទេសជាង20ដូចជាឥណ្ឌាអាមេរិកអូស្ត្រាលីអង់គ្លេសនិងកាណាដាវីដេអូសន្តិសុខនិងសាក្សីនៅកន្លែងកើតហេតុបានបង្ហាញឲ្យឃើញអំពីទស្សនវិជ្ជាដ៏រន្ធត់រលកទឹកភក់កម្ពស់រាប់សិបម៉ែត្រហូរបកកាត់ភូមិឋានលំនៅឋានទាំងមូលនាំយកទាំងមនុស្សរថយន្តនិងផ្ទះសម្បែងទៅតាមខ្សែទឹកដ៏កាចសាហាវដោយបានប្រែក្លាយតំបន់រស់នៅដ៏កក់ក្ដៅឲ្យคล้ายទៅជាវារៀបស្មើនិងពោពេញទៅដោយកំទេចកំទីមួយប្រវិចភ្នែកលោកសាស្ត្រាចារ្យបណ្ឌិតប៊ីសាលណាតអ៊ូបេទីដែលជាអ្នកជំនាញខាងភូមិសាស្ត្រនិងជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញរបស់ប្រទេសនេប៉ាល់ដោយធ្លាប់បម្រើការនៅសាកលវិទ្យាល័យគ្រីផូវ៉ាន់អស់រយៈពេលជិត35ឆ្នាំបានលើកឡើងថានេះគឺជាគ្រោះមហន្តរាយដ៏សាហាវនិងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិរបស់នេប៉ាល់លោកបានពន្យល់ថាពាក្យថាស៊ូណាមីធ្លាក់ពីលើមេឃគឺសំដៅទៅលើបាតុភូតដែលទឹកកកនិងទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់ដកជាប់នៅផ្នែកខាងលើនៃកំពូលភ្នំខ្ពស់បានស្រត់និងបាក់ស្រត់ចុះមកក្រោមក្នុងល្បឿនលឿនខ្លាំងបង្កើតបានទៅជាកម្លាំងគៀបសង្កត់និងរលកភក់ដ៏មហិមាហូរច្រកយកដីថ្មនិងកំទេចកំទីអ្វីគ្រប់យ៉ាងបោកបក់ចុះមកក្រោមដោយគ្មានអ្វីទប់ទល់បាននោះឡើយអាជ្ញាធរប៉ូលីសនេប៉ាល់តាមរយៈលោកអប៊ីណារ៉ាយ៉ាន់កាហ្វេជាអ្នកនាំពាក្យបានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថាចំនួនអ្នកស្លាប់ផ្លូវការអាចហក់ឡើងខ្ពស់ជាង180ទៅ200នាក់បន្ថែមទៀតដោយសារតែប្រតិបត្តិការរុករកកំពុងបន្តធ្វើឡើងយ៉ាងលំបាកហើយសាកសពជាច្រើនទៀតត្រូវបានគេរំពឹងថានឹងត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្រោមស្រទាប់ភក់និងកំទេចកំទីចំណែកឯភាគីចិនវិញក៏បញ្ជាក់ដែរថាមានមនុស្សយ៉ាងហោចណាស់558នាក់បានបាត់ខ្លួននៅក្នុងស្រុកជីរុងនៃតំបន់ទីបេដើម្បីឆ្លើយតបទៅនឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះកងកម្លាំងសង្គ្រោះជាង 5000 នាក់រួមជាមួយឧទ្ធម្ភាគចក្រជាច្រើនគ្រឿងត្រូវបានដាក់បង្រាយជាបន្តបន្ទាប់នៅក្នុងប្រតិបត្តិការរុករកអ្នករស់រានមានជីវិតព្រមទាំងទម្លាក់ស្បៀងអាហារនិងតង់ស្នាក់នៅបណ្ដោះអាសន្នជូនជនរងគ្រោះដែលកំពុងជាប់គាំងនៅតាមជ្រលងភ្នំដាច់ស្រយានាយករដ្ឋមន្ត្រីនេប៉ាល់លោកបាលិនដ្រាហ្សាបានចុះទៅពិនិត្យស្ថានភាពនិងដឹកនាំបញ្ជាប្រតិបត្តិការដោយផ្ទាល់នៅតំបន់នូវ៉ាកតដែលជាតំបន់រងគ្រោះធ្ងន់ជាងគេខណៈពេលជាមួយគ្នានេះអង្គការសហប្រជាជាតិព្រមទាំងរដ្ឋាភិបាលអាមេរិកនិងកាណាដាបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់អ្វីដែលធ្វើឲ្យក្រុមអ្នកជំនាញនិងអាជ្ញាធរព្រួយបារម្ភបំផុតនៅពេលនេះគឺហានិភ័យនៃចំនួនរលកទី2បទពិសោធន៍ភូមិសាស្ត្របង្ហាញថាកំទេចកំទីដុំថ្មនិងភក់ដ៏សន្ធឹកសន្ធាប់ដែលត្រូវបានហូរច្រោះចូលទៅក្នុងប្រព័ន្ធទន្លេធំៗនៅតំបន់ហិមាល័យកំពុងកកស្ទះបង្កើតទៅជាទំនប់ទឹកធម្មជាតិនៅផ្ទៃខាងលើ
ប្រសិនបើទំនប់កកស្ទះទាំងនេះត្រូវបានធ្លាយដោយសារតែសម្ពាធទឹកវានឹងបង្កើតទៅជាជំនន់ទឹកឆាប់រហ័សជារលកទី2វាយប្រហារមកលើតំបន់ផ្នែកខាងក្រោមជាថ្មីម្ដងទៀតដែលអាចបង្កជាគ្រោះមហន្តរាយកាន់តែធំនិងធ្វើឲ្យប្រតិបត្តិការសង្គ្រោះបច្ចុប្បន្នកាន់តែមានភាពស្មុគស្មាញនិងគ្រោះថ្នាក់បំផុតស្ថានភាពនៅតាមព្រំដែនប្រទេសនេប៉ាល់និងចិននៅពេលនេះកំពុងស្ថិតនៅភាពអាសន្ននិងប្រកាសអាសន្នខ្ពស់ដោយពិភពលោកកំពុងតាមដានយកចិត្តទុកដាក់បំផុតលើសន្តិកម្មធម្មជាតិដ៏រន្ធត់មួយនេះ